ចាំបងប្អូនមុខនេះគឺមានរសជាតិឆ្ងាញ់មែនតើហើយងាយស្រួលធ្វើហើយលឿនទៀតអ្នកអត់ចេះធ្វើក៏អាចធ្វើបានដែរជាដំបូងយើងលាងត្រីស្អាតសិនទៅយើងដាក់ម្សៅស៊ុបរ៉ូឌីហ្នឹងកន្លះស្លាបព្រាបាយអំបិល1ចុងស្លាបព្រាកាហ្វេប៊ីចេង1ចុងស្លាបព្រាកាហ្វេម្រេចកន្លះស្លាបព្រាកាហ្វេទឹកត្រីហ្នឹង2ស្លាបព្រាបាយបងប្អូនហើយយើងប្រឡាក់គ្រឿងផ្សំទាំងអស់នោះឲ្យចូលគ្នាសព្វសាច់បានល្អបងប្អូនហើយយើងទុកវាចោលរយៈពេល20នាទីសិនទៅហើយជាដំបូងយើងដាក់ខ្លាញ់មកដាក់ខ្លាញ់តិចហើយយើងដាក់ស្ករត្នោតបងប្អូនដាក់ស្ករត្នោតវារៀងឡើងក្រហមតិចហើយចាំយើងដាក់ត្រីដែលយើងបានប្រឡាក់រយៈពេល20នាទីនោះចូលបងប្អូនត្រីដែលយើងប្រឡាក់ទុកមុនហ្នឹងណាវាខត្រីបងប្អូនខត្រីគាត់ថាខត្រីបែបនេះគឺងាយស្រួលហើយលឿនហើយយើងបុកខ្ទឹមម្ទេសហើយនឹងគល់ខ្ទឹមបុកវាហើយចាំយកមកដាក់ចូលជាមួយខរបស់យើងណាហើយអត់មានថែមអីទៀតទេបងប្អូនអត់មានថែមគ្រឿងទៀតទេហើយយើងដាក់ទឹកកន្លែងទឹកមួយវែកផែមួយវែកសឡអញ្ចឹងទៅហើយមកងាស់វាតែ20សាច់ត្រីហ្នឹងរៀងកោកទឹកគឺបានហើយបងប្អូនគឺម្ហូបហ្នឹងគឺឆ្អិនហើយបងប្អូនអាចផ្សព្វផ្សាយហូបជាមួយផងដែរកុំឲ្យវាទ្រាំអញ្ចឹងបងប្អូនចាបងប្អូនវិធីសាស្ត្ររបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត